បច្ចុប្បន្ននេះគឺថាកូនខ្មែរអាចធ្វើបានហើយបងប្អូនរស់នៅសហរដ្ឋអាមេរិកយើងធ្វើប្រហុកញ៉ាំខ្លួនឯងបងប្អូនពួកខ្ញុំនេះគឺចូលចិត្តប្រហុកណាស់ត្រូវការស្លប្រហើរស្លកកូរស្លម្ជូរហ្នឹងគឺខ្វះប្រហុកមិនបានទេហើយនៅពេលដែលយើងអត់បានធ្វើប្រហុកញ៉ាំខ្លួនឯងទៅផ្សារទិញគេបងប្អូនប្រហុកកែច្នៃគឺមិនល្អទេបងប្អូនចាដូច្នេះហើយយើងចេះធ្វើខ្លួនឯងខ្លះហ្នឹងហើយយើងធ្វើនៅផ្ទះញ៉ាំទៅគ្រាន់តែវាមានវិបត្តិបន្តិចពេលយើងធ្វើប្រហុកញ៉ាំខ្លួនឯងវារៀងធំក្លិនណាធំក្លិនស្អុយនៅក្នុងផ្ទះមែនតែនបងប្អូនក៏ប៉ុន្តែវាធំក្លិនតែមួយរយៈទេនៅពេលដែលយើងធ្វើហើយវាបាត់ស្អុយឯងបងប្អូនទាំងអស់គ្នាដោយសារតែពួកយើងចូលចិត្តញ៉ាំប្រហុកនឹងឯងចាសពថ្ងៃនេះដឹងស្រាប់ហើយតិចឬក៏ច្រើនកូនខ្មែរយើងគឺអត់ចោលទេប្រហុកនៅតែត្រូវការញ៉ាំវារហូតនឹងហើយពួកខ្ញុំធ្វើតាំងពីខែ5ថ្ងៃទី22ឆ្នាំ2025ឥឡូវចិត្តអស់ហើយបងប្អូនធ្វើបានប្រហែលជា2-3គីឡដែរនេះគឺជាគីឡចុងក្រោយដែលពួកយើងសល់ប្រហុកហ្នឹងហើយខ្ញុំចង់បញ្ជាក់ថាអត់ធ្វើលក់ទេធ្វើញ៉ាំខ្លួន